បញ្ញាដើរចូលកាប់តឡាយស្ដាំមួយក្បួនដៃមួយអត់ត្រូវបាទទឹកជើងក្រោមពីបាស៊ីរ៉ូអូមាស Extreme Cambodia គុណខ្មែរតើអ្នកណានឹងខ្លាចជាម្ចាស់ខ្សែក្រវ៉ាត់ដ៏អស្ចារ្យមួយនេះបងប្អូនរងចាំទស្សនាកីឡាកររុស្ស៊ីឬក៏កីឡាករនៃព្រះរាជាណាចក្រកម្ពុជាបងប្អូនត្រៀមផ្ដល់កម្លាំងចិត្តឲ្យខ្លាំងបាទជូនកីឡាករទាំងពីរសូមទស្សនាការប្រកួតចែកក្រុមត្រៀមប្រុងព្រៀបប្រគួត Extreme Cambodia គុណខ្មែរគូការពារនឹងដណ្ដើមខ្សែក្រវ៉ាត់រវាងកម្ពុជារុស្ស៊ីលើកទី1 round 1បានគណៈធិបតីប្រិមិត្តទេសនិកជនជាទីមេត្រីអាយ៉ាសាច់ឈាមអាស្លាន់បែកបាទយកខ្សែក្រវ៉ាត់ពីបឺនសង្ឃឹមឥឡូវមកដល់នេះគឺបាតាម៉ាឡាន់បារីសេរ៉ូបាទទាត់មួយជើងរបស់បញ្ញាលោកគូនុនវទីបាទជួយតិចសិនបាទមិនមកដោះចោលសិនបាទបន្តការប្រកួតទៅទៀតបាទយកបងប្អូនបាទកុំភ្លេចជួយចុច like សៀផងបាទយើងបានជិត 100k ហើយបាទអាយយបាទខ្ទាស់ចូលខ្ទាស់ជើងបាទកន្លែងវាចាប់ព្រារុញចេញសិនបាទលួនបញ្ញាបាទចលោធាក់ទប់មួយសិនបាទស៊ីរ៉ូទាត់មួយជើងអាចឆ្វេងលេងមួយជើងមកវិញធាក់ទប់មួយសិនបាទព្យាយាមចលោទៅចលោមកដូចគ្នាលួនបញ្ញាខ្ពស់ទៀងបន្តិចបាទ 1m78 ហើយដៃពួកគេ 1m76 មិនអីទេបាទស៊ីមេទ្រីគ្នាបាទសម្រាប់កម្ពុជាកម្ពុជានេះបាទក៏ប៉ុន្តែបើយើងនិយាយពីកីឡាប្រយុទ្ធបែបនេះគេថាកម្ពុជាគាត់តែតួលេខមួយទេសំខាន់រឿងក្បាច់គុណយុទ្ធសាស្ត្រចូលក្តាប់ដៃកាយកន្លែងនេះមួយសិនរបស់លួនបញ្ញាអូយ99ហើយណាបាទ99k ហើយតែបងប្អូនទស្សនានៅលើ page blog របស់ហងមាសនិង page blog របស់ Cambodia Beer បាទជួយចុច like និង share បន្តទៀតហើយបញ្ញាបានប្រកាសឲ្យមិញណាឧបត្ថម្ភរបស់បញ្ញាឈ្នះ2លានរៀលបន្ថែមទៀតអូឥឡូវចូលដល់ 100k ហើយបងប្អូនបាទចូលដល់ 100k ទាត់មកជើងខាងស្ដាំរបស់លួនបញ្ញាបាទគ្រូញ៉ាខាត់ព្រៃវែងបាទដើរចូលចលោមួយសិនមកជើងតង់វិញអូយមកជើងតង់ទៅតង់មកដូចគ្នាលោកនួនវិធីអញ្ញាការវិជាការប្រកួតបាគូពិសេសបាគូឯកគូចុងក្រោយតាត់ជើងក្រោមមួយចាប់ចាក់ជង្គង់របស់បញ្ញាចូលក្តាប់ដៃខាងឆ្វេងមួយរបស់បាស៊ីរ៉ូបាទកីឡាកររបស់រុស្ស៊ីចាក់ជើងក្រោមមួយទៀតក្តាប់ដៃកញ្ឆក់មួយរបស់បាស៊ីរ៉ូបោះជង្គង់មួយរបស់លូនបញ្ញាចាប់អោបបាទឆ្អឹងយានីខាងឆ្វេងបាទរបស់បាស៊ីរ៉ូក៏ហមដូចផ្លែម៉ាក់ប្រេងម៉ាក់ប្រាំងហើយណាកញ្ចក់កណ្ដាប់ដៃមួយទៀតទាត់មកជើងរបស់បញ្ញាដើរចូលអាមេទាញកែងបំរុងថាបត់កែងអត់អីទេបាទមិនថ្មីទេបាទទាត់ជើងក្រោមកញ្ចក់កណ្ដាប់ដៃអត់ដល់ទេវាយទៅលើធុងទឹកស្ដាំមួយឆ្វេងមួយរបស់បាស៊ីរ៉ូបោះជង្គង់មួយរបស់លឿនបញ្ញាបាទពេលវេលាទឹកមួយទៅខាងគៀដែរហើយការពារខ្សែក្រវ៉ាត់ Extreme នៅក្នុងប្រភេទទម្ងន់67លើកទី1របស់លូនបញ្ញាបាទដល់បាន2បេដៃទៅលើធុងទឹកកែងបត់មួយតែអត់ដល់ទេបាទអត់ដល់ទេព្យាយាមដើរចូលបន្តទៀតចូលកណ្ដាប់ដៃកន្លែងនេះរបស់បាស៊ីរ៉ូបញ្ញាដើរចូលកែងរបស់លូនបញ្ញាចង្គង់របស់បញ្ញាបាស៊ីរ៉ូចាប់ទឹកទី1 and up Extreme Cambodia គុណខ្មែរគូការពារនឹងដណ្ដើមខ្សែក្រវ៉ាត់រវាងកម្ពុជារុស្ស៊ីទឹកទី2 round 2បាទឥឡូវនេះយើងមកទស្សនាទឹកទី2ទៀតបង្គោលក្រហមលោតបញ្ញាបង្គោលខៀវកីឡាកររុស្ស៊ីតាមបលាន់បាស៊ីរ៉ូជង្គង់ពីលោតបញ្ញាវាយពួតទឹកពីបាស៊ីរ៉ូជង្គង់ពីបញ្ញា1 2ពីបាស៊ីរ៉ូជង្គង់ពីបញ្ញាកន្លែងនេះជង្គង់ពីបញ្ញាទៀតគ្រៀបកែងពីបាស៊ីរ៉ូបញ្ញាដើរចូលអត់អីធាក់មកជើងជន្ទល់រៀបកែងណែតក់ជើងក្រោមពីបាស៊ីរ៉ូតាមបលាន់កាប់តឡាយស្ដាំមួយបញ្ញាដើរមួយធាក់មួយជន្ទល់រៀបមកជើងទៀតណែចូលគៀក1 2ខៅម្ដាយឆ្វេងឡើងនៅធ្ងន់ណាស់ក៏ត្រកែងពីលូនបញ្ញាជង្គង់ពីបញ្ញាបាទលោកគ្រូនួនវិធីឲ្យគោះដើម្បីនិយាយកីឡាករសិន
ណែបាទក្នុងខាងឆ្វេងរបស់បាស៊ីរូវឡើងចំកំហុំងាំងបាទធាក់មកជើងទៀតពីបញ្ញាមួយពីបាស៊ីរូវបោះមកជង្គង់ពីបញ្ញាវាយពួតទឹកពីបាស៊ីរូវមកជង្គង់ពីលូនបញ្ញាដើរចូលទៀតបោះមកជង្គង់ស្ដាំពីបញ្ញាធាក់ទប់មួយធាក់មួយទៀតជង្គង់មួយពីបញ្ញាវាយពួតទឹកពីបាស៊ីរូវវាយកៅមួយពីបាស៊ីរូវលោកកៅកាស្ដាំពីបាស៊ីរូវកាត់ត្លាឆ្វេងអត់ត្រូវទេបញ្ញាដើរចូលបោះជង្គង់ស្ដាំមួយធាក់ទប់មួយសិនបញ្ញាដើរចូលបាត់មកកែស្ដាំមួយអត់អីវាយពួតទឹកពីបាស៊ីរូវវិញជង្គង់ពីបញ្ញាកៅមួយកែពីបញ្ញាជង្គង់ពីបញ្ញាជង្គង់ពីបាស៊ីរូវជង្គង់ពីបញ្ញាកែពីបញ្ញាវាជាប់កន្លែងនេះធ្វើអីអត់ចេញទេលោកគ្រូអញ្ញាកណ្ដាលនួនពុទ្ធីបាទទាញសិនបញ្ញាដើរចូលមួយទៀតតក់ជើងក្រោមពីបាស៊ីរូវលេងខាងលើពីបញ្ញាកៅក៏ជើងពីបាស៊ីរូវកៅម្ដាយទៀតពីបាស៊ីរូវធាក់ទុកពីលូនបញ្ញាតតមួយពីបញ្ញាបោះមកជង្គង់ស្ដាំពីបញ្ញាកៅក៏ជើងពីបាស៊ីរូវកៅក៏ស្ដាំអត់ត្រូវពីបាស៊ីរូវបញ្ញាដើរចូលកាប់តឡាយស្ដាំមួយកវត្តដៃមួយអត់ត្រូវបាទតក់ជើងក្រោមពីបាស៊ីរូវអូកូជើងខ្លួនឯង 2 3 3 4 5 6 7 7 8 9 9 អូយបាទតក់ជើងក្រោមអត់ទៅដួលខ្លួនឯងបែកកង់ខ្លួនឯងបាទសម្រាប់កីឡាកររុស្ស៊ីបាទបងប្អូនយើងចាំមើលរូបភាពយឺតៗណាបាទតត់កន្លែងណាក៏តត់បញ្ញាភឹងអញ្ចឹងទៅបាទទៅលេងរួចបាទបញ្ញាបង្ហាញកាយវិការថាគេរោងទេបាទគេរោងទេក៏ប៉ុន្តែកីឡាកររុស្ស៊ីនេះបាទខូចជើងខ្លួនឯងបាទអញ្ចឹងនេះគឺជារឿងមួយដែលយើងគួរឲ្យសោកស្ដាយសម្រាប់កីឡាកររុស្ស៊ីហើយក៏អបអរសាទរទៅដល់លូនបញ្ញា សូមឲ្យលោកគ្រូពេទ្យបាទជួយសម្រួលកីឡាកររុស្ស៊ីបាទគាត់របួសជើងខាងឆ្វេងធ្ងន់មែនទែនបាទឥឡូវសូមទស្សនារូបភាពយឺតបាទនៅកន្លែងនេះបងប្អូនណាបាទយើងមើលរូបភាពយឺតៗម្ដងទៀតណាបញ្ញារោងទេលើកជើងខាងឆ្វេងខាងស្ដាំនឹងរោងទេបាទអញ្ចឹងខូចជើងខ្លួនឯងបាទនេះលើកជើងមួយលើកជើងមួយទៀតលើកជើងមួយទៀតបាទអញ្ចឹងទៅបាស៊ីរូវតត់បញ្ញាគេថាបែកកង់ខ្លួនឯងបាទខូចជើងនៅទឹកពីរបាទនេះគឺរឿងមួយដែលថាសោកស្ដាយណាស់សម្រាប់បាស៊ីរូវបាទទុនជើងក្រោមបន្តិចតែយ៉ាងណាក៏ដោយយើងក៏សូមអបអរសាទរទៅដល់លូនបញ្ញាដែលអាចការពារខ្សែក្រវ៉ាត់មាសរបស់គេឥឡូវនេះសូមអញ្ជើញធ្វើការប្រកាសលទ្ធផលជាផ្លូវការបាទបញ្ញាបាទសូមអញ្ជើញបាទហើយ តាមរយៈផ្ដួលនៃគូអិនស្លាប់នៅក្នុងទឹកទី2ជ័យជំនះបានទៅលើបងគោលក្រហមលូនបញ្ញាបាទសូមអបអរសាទរលូនបញ្ញាអាចការពារខ្សែក្រវ៉ាត់បានដោយជោគជ័យពីកីឡាកររុស្ស៊ីចាំបាទមានកិត្តិយសសូមកាន់យ៉ាងគោរពអញ្ជើញអេដាមខូឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរសូមគោរពអញ្ជើញអេដាមជាទីនិតបាទអ្នកនាំពាក្យប្រសិទ្ធភាពនៅជាទីប្រឹក្សាសហព័ន្ធកីឡាប្រដាល់គុណខ្មែរសូមគោរពអញ្ជើញអ្នកអង្គការលៀងមេងសាសាព្រឹងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុនបាទជីប៉ុង Food and Beverage សូមគោរពអញ្ជើញអ្នកអង្គការអង្គឆៃងួនប្រធានក្រុមប្រឹក្សាពិបាលនៃក្រុមហ៊ុនហងមានគ្រប់បាទផ្ដល់កិត្តិយសឡើងមកលើសង្វៀនដើម្បីបំពាក់ខ្សែក្រវ៉ាត់និងប្រគល់ថវិកាលើកទឹកចិត្តជូនទៅកាន់បាទកីឡាករលូនបញ្ញាដែលការពារខ្សែក្រវ៉ាត់បានដោយជោគជ័យនៅក្នុងថ្ងៃនេះបាទសូមគោរពអញ្ជើញបាទឥឡូវនេះឯកឧត្តមប្រធានព្រមទាំងអ្នកអង្គការនឹងបំពាក់ខ្សែក្រវ៉ាត់ជូនទៅកាន់កីឡាករលូនបញ្ញាបាទសូមគោរពអញ្ជើញបាទសូមបាទផ្ដល់កិត្តិយសបាទបំពាក់ខ្សែក្រវ៉ាត់ជូនទៅកាន់កីឡាករលូនបញ្ញាបាទបន្តមកគឺថវិកា14លានរៀលបាទសូមគោរពអញ្ជើញអារម្មណ៍ជាទីរិតបាទប្រគល់ជូនបាទនិងទឹកប្រាក់2លានរៀលឧបត្ថម្ភពីអ្នកអង្គការលៀងមេសូមអបអរសាទរជួនទៅកាន់កីឡាករលូនបញ្ញាដែលបានការពារខ្សែក្រវ៉ាត់បានដោយជោគជ័យបាទសូមថ្លែងអរគុណជូនទៅកាន់អាដាមគណៈសមាជិកបាទអ្នកបញ្ញាដែលបានផ្ដល់កិត្តិយសដ៏មានតម្លៃនៅក្នុងថ្ងៃនេះចូលរួមធ្វើមហាព្រឹត្តិការណ៍ដ៏ធំអរគុណដល់មហាជនគុណខ្មែរតែក្នុងក្រៅប្រទេសជូនពរសុខភាពល្អជោគជ័យ